ដឹងស្អីទេផ្សាយខ្ញុំញ៉ាំអាហារថៃមកជីវិតឯងមិនឃើញមានកាត់អីផងឃើញអ្នកខ្លះនៅពេលដែលគាត់មានចេញមកណាដោយសារតែការធ្វើប្រហែសរបស់យើងនៅលើចានបាយឡើយមកជីវិតឯងមិនឃើញគឺអត់យកចិត្តទុកដាក់ហ្មងអត់ខ្វល់អត់ខ្វាយនិយមទៅមិនខ្វល់ព្រោះគាត់មានទម្លាប់ការកាត់មួយគឺថាអញប្រើរបស់ហ្នឹងមកយកហើយអញមិនដែរអីផងមិនដែរនឹងឃើញថាបើសិនជាវាត្រូវកាត់អីតាំងពីយូរបាត់គាត់តែនិយាយចឹងអូខេអ្នកទាំងអស់គ្នាស្វាគមន៍ជាមួយខ្ញុំជាមួយនឹងការ react វីដេអូថ្មីហើយក៏ជាការ react វីដេអូដំបូងដែរសម្រាប់ខ្ញុំហើយប្រហែលថ្ងៃមុនហ្នឹងគឺខ្ញុំធ្វើវីដេអូមួយបែបអប់រំប៉ុន្តែវីដេអូនេះជាវីដេអូ AI ឯងហើយវីដេអូហ្នឹងគឺខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយកុំភ្លេចទាំងអស់គ្នាហើយបើសិនជាមានការខុសឆ្គងអីក៏សូមធ្វើការអធិស្ឋានផងអូខេតោះកុំឲ្យខាតពេលយូរទៅជួបខ្ញុំទាំងអស់គ្នា Let's go អូខេឥឡូវវីដេអូនេះគឺវីដេអូនេះដែលនៅលើ page យើងមិនអាចយកឈ្នះពួកគេនៅលើសមរភូមិបានទេទោះយើងមានអាវុធទំនើបជាងក៏ស្មារតីស្នេហាជាតិរបស់ពួកគេរឹងមាំដូចថ្មភ្នំអញ្ចឹងបើកម្លាំងខាងក្រៅមិនអាចបំបត្តិបានយើងត្រូវតែបំផ្លាញពីខាងក្នុងសង្គ្រាមដ៏ល្អបំផុតគឺជាសង្គ្រាមដែលសត្រូវយើងនឹងមិនសម្លាប់ពួកគេដោយគ្រាប់កំភ្លើងទេតែយើងសម្លាប់ពួកគេដោយស្លាបព្រា Oh my god សាស្ត្រាចារ្យនេះនិយាយថាគ្រាប់កំភ្លើងគឺពិបាកងាយនឹងសម្លាប់អញ្ចឹងអ្វីដែលអាចសម្លាប់បានគឺតាមរយៈគីមីចំណីអាហារអាវុធនេះគឺវាខ្លាំងមែនទែនហើយអ្នកដែលធ្លាប់ដឹងថាសារធាតុគីមីនៅក្នុងចំណីអាហារវាប៉ះពាល់ប្រព័ន្ធណាយើងនឹងបញ្ចេញសារធាតុគីមីពិសេសម្យ៉ាងដែលផ្សំក្នុងចំណីអាហារភេសជ្ជៈនិងបង្អែមដែលមានតម្លៃថោកនិងមានរូបរាងទាក់ទាញអូខេនេះបងប្អូនចំណីអាហារទាំងអស់ហ្នឹងមានមីមាននំកញ្ចប់មានអីហ្នឹងភាគច្រើនគឺសុទ្ធតែប៉ះពាល់ទៅដល់សុខភាពហើយអាសារធាតុផ្ទុកឬក៏អាសារធាតុរយៈរសារពេលបានយូរហ្នឹងកាលណា delay កាន់តែច្រើនសារធាតុនៃការផ្ទុកហ្នឹងក៏អាចទៅតាមហ្នឹងដែរវាអត់ឲ្យប៉ះពាល់ថ្ងៃហ្នឹងឯងក៏ប៉ុន្តែវាអាចនឹងធ្វើឲ្យយើងមានគ្រោះថ្នាក់ទៅដល់ថ្ងៃក្រោយទៀតម្ដងតិចដូចជំងឺសារធាតុនេះនឹងមិនសម្លាប់មនុស្សភ្លាមទេតែវាជ្រាបចូលយឺតបំផ្លាញទៅខាងក្នុងបន្តិចម្ដងទី1វាបំផ្លាញសតិបញ្ញាសារធាតុគីមីនឹងជ្រាបចូលទៅក្នុងប្រព័ន្ធសរសៃប្រសាទបំផ្លាញកោសិកាខួរក្បាលយឺតជាពិសេសចំពោះកុមារពួកគេនឹងក្លាយជាមនុស្សចំនួនក្រោយដែលខ្សោយសតិបញ្ញាចំណីអាហារនេះភាគច្រើនគឺក្មេងៗ 4-5 ឆ្នាំ 6-7 ឆ្នាំហ្នឹងគឺពួកគាត់ចូលចិត្តបើថាបរិភោគអាចំណីអាហារទាំងអស់កញ្ចប់ហ្នឹងអញ្ចឹងប្រយ័ត្នប្រយែងហើយអាចំណីអាហារទាំងអស់ហ្នឹងដែរនិយាយរួមទៅគឺខ្ញុំនិយាយមុនហ្នឹងអញ្ចឹងមហារិចស៊ីម្ដងតិចហើយយើងនៅពេលដែលវាចាប់ដើមឈឺហ្មងគឺយើងអត់ដឹងមូលហេតុច្បាស់ទេថាវាមកពីអីបដាមកពីអីអញ្ចឹងរៀនមិនចូលគិតក៏មិនបានវែងឆ្ងាយទី2បំផ្លាញសុខភាពសារធាតុនេះនឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយងាយនឹងកើតជំងឺប្លែកជំងឺមហារីកនិងជំងឺរ៉ាំរ៉ៃផ្សេងទី3គឺកាត់បន្ថយអាយុជីវិតជាចុងក្រោយអាយុសង្ខាររបស់ប្រជាជនខ្មែរនឹងខ្លីជាងមុនជាតិសាសន៍មួយដែលពោពេញដោយអ្នកជំងឺនិងមនុស្សខ្សោយបញ្ញាតើនឹងអាចការពារទឹកដីរបស់ខ្លួនបានដោយរបៀបណាកន្លែងនេះត្រូវដែរការដឹកនាំប្រទេសគឺត្រូវតែមានភាពវៃឆ្លាតមិនថាការដឹកនាំប្រទេសឬក៏ការអភិវឌ្ឍជាតិនៅគ្រប់ផ្នែកណាដែលយូរទៅគឺត្រូវការមនុស្សចេះដឹងទាំងអស់ហើយបើសិនឧទាហរណ៍ថាគីមីចំណីអាហារទាំងអស់ហ្នឹងជ្រាបចូលទៅដល់ក្មេងៗតែជាអ្នកចំនួនក្រោយប៉ុន្តែអត់តមកធ្វើអីផងតែក្មេងៗមកថាដូចពាក្យចាស់លោកតែងតែពោលថាសក់ចាស់សក់ស្កើជូនដំណើរសក់ខ្មៅអាហ្នឹងគឺវាបាត់លោកម្ចាស់តើនេះព្រៃផ្សៃពេកទៅដឹងទោះបីជាបញ្ហាទាំងអស់ហ្នឹងវាគ្រោះថ្នាក់វាបង្កមហន្តរាយដល់មនុស្សជាប្រព័ន្ធណាក៏ដោយនៅពេលដែលប្រទេសមួយចង់ផលិតឬក៏ចង់កម្ចាត់ប្រទេសមួយទៀតហើយនិយមទៅគឺគេអត់ខ្វល់តែម្ដងចង់ឲ្យងាប់អីក៏ងាប់ទៅចង់ណានេះទៅសំខាន់គឺគេធ្វើយ៉ាងម៉េចដើម្បីបំពេញមហិច្ឆតារបស់គេគោលដៅរបស់យើងគឺកុមារពួកគេគ្មានទោសអ្វីទេកុមារថ្ងៃនេះជាទាហាននៅថ្ងៃស្អែកកុមារថ្ងៃនេះនឹងក្លាយជាថ្នាក់ដឹកនាំនៅថ្ងៃស្អែកបើចង់កាប់ដើមឈើត្រូវតែកាប់ទាំងឫសភាពមេត្តាគឺជាភាពទន់ជ្រាយដែលយើងមិនអាចមានបានទេយល់ទេបាទលោកម្ចាស់ខ្ញុំយល់ហើយបាទផែនការនេះល្អឥតខ្ចោះវាជាការវិនិយោគរយៈពេលវែងយើងមិនចាំបាច់ចំណាយគ្រាប់កំភ្លើងសំបីតែមួយគ្រាប់តែក្នុងរយៈពេល20ឆ្នាំទៀតពួកគេនឹងប្រគល់អនាគតប្រទេសជាតិរបស់គេឲ្យមកយើងដោយខ្លួនឯងអូខេថងចំណុចនេះគឺយើងគ្រប់គ្រងរដ្ឋាភិបាលយើងគឺយើងមិនចង់ឲ្យបើកព្រំដែនទេហេតុអីកាលណាបើកព្រំដែនអីវ៉ាន់បរទេសគឺនៅតែចូលជាពិសេសអីវ៉ាន់ពីសៀមគឺនៅតែចូលមកដល់ខាងខ្មែរយើងចឹងនេះគឺជាឱកាសមួយដើម្បីយើងបរិញ្ញខ្លួនឯងហើយនៅពេលនេះដែរគឺអាជីវករ
ឬក៏អ្នកជំនួញក្នុងស្រុកកំពុងតែធ្វើការដុតដៃដុតជើងយ៉ាងខ្លាំងទាក់ទងជាមួយនឹងការផលិតអីវ៉ាន់នៅក្នុងស្រុកឲ្យបានច្រើនជៀសវាងការនាំអីវ៉ាន់មកពីខាងក្រៅចឹងបើមិនជានាំអីវ៉ាន់មកពីខាងក្រៅកំឡុងពេលឥឡូវនេះមានន័យថាបើព្រំដែនហើយទៅនៅតែនាំចូលទៀតចឹងមានន័យថាអ្នកណែកំពុងតែផលិតអាជីវករដែលកំពុងតែផលិតគឺប្រកាស ចាប់ផ្ដើមអនុវត្តចុះលោករដ្ឋមន្ត្រីតែឥឡូវនេះប្រជាជនខ្មែរបានពហិការចុះប្រាប់លទ្ធផលរបស់យើងហើយតើយើងត្រូវធ្វើដំណេចទៅបាទ មែនហើយលោករដ្ឋមន្ត្រីបន្ទាប់ពីមានចំនួនព្រំដែនលើកចុងក្រោយនេះពួកគេហាក់ដូចជាស្អប់យើងខ្លាំងណាស់ អើយដែលបានប្រមាណខ្យល់ទេបើគេចេះឈឺចាប់យូរម្ល៉េះទឹកដីរបស់គេមិនបានមកដល់យើងច្រើនដល់ម្លឹកដែរខ្មែរជាជាតិសាសន៍មួយ ពីមានចំនួនព្រំដែនលើកចុងក្រោយនេះពួកគេហាក់ដូចជាស្អប់យើងខ្លាំងណាស់ អើយដែលបានប្រមាណខ្យល់ទេបើគេចេះឈឺចាប់យូរម្ល៉េះទឹកដីរបស់គេមិនបានមកដល់យើងច្រើនដល់ម្លឹកដែរខ្មែរជាជាតិសាសន៍មួយដែលឆាប់ភ្លេចការតាំងចិត្តរបស់ពួក អូខេត្រង់ចំណុចនេះយើងធ្វើយ៉ាងម៉េចដើម្បីកុំឲ្យគេថាយើងជាមនុស្សដែលឆាប់ភ្លេចចំនួនព្រំដែនតន់ចប់ផងគេនាំអីវ៉ាន់មកចូលមកដល់យើងម្ដងទៀតសិតតែយើងធ្វើការគ្រប់គ្រងម្ដងទៀតហើយមករយៈពេលនេះបងប្អូនឃើញនៅពេលដែលយើងអត់ធ្វើការគ្រប់គ្រងពហិការមិនប្រើរបស់ទាំងអស់ហ្នឹងយើងធ្វើយ៉ាងម៉េចទី1គឺយើងជួយបង្កើនផលិតផលក្នុងស្រុករបស់យើងទី2សុខភាពចំណីអាហារទី3សេដ្ឋកិច្ចយើងកើនបងប្អូនឃើញភាគច្រើនគឺនៅពេលដែលយើងពហិការមិនប្រើអីវ៉ាន់របស់ពួកសៀមឬវានឹងធ្វើឲ្យសេដ្ឋកិច្ចយើងប្រសើរឡើងហើយមួយទៀតអាជីវករដែលកំពុងតែផលិតហ្នឹងក៏គាត់មានទឹកមាត់លេបដែរហើយមួយទៀតយើងត្រូវតែចូលរួមពហិការបានយល់ទៅឲ្យបានយូរកាន់តែយូរគឺកាន់តែល្អមិនប្រើរបស់នាំចូលកាន់តែល្អដើម្បីកុំឲ្យគេថាយើងគឺឆាប់ភ្លេចថា3ខែ6ខែឬក៏1ឆ្នាំអញ្ចឹងសង្គ្រាមតន់ចប់ផងស្រាប់តែយើងធ្វើការនាំគ្នាភ្លេចទៀតទៅពេលអញ្ចឹងកុំឲ្យគេថាយើងបែបគេមិនខុសពីភ្លើងចម្បាំងនោះទេឯងចាំមើលចុះយ៉ាងច្រើន6ខែទៅ1ឆ្នាំនៅពេលដែលបញ្ហាព្រំដែនស្ងប់ស្ងាត់ទំនុំរបស់ពួកគេក៏រលាយដែរហើយពួកគេនឹងនឹកឃើញរសជាតិទំនិញរបស់យើងមិនខានពេលនោះហើយគឺជាឱកាសរបស់យើងបងប្អូនដែលស្ដាប់ទៅជាទូទៅគេនិយាយថាចេះរបស់ល្អមិនដែលថោករបស់ថោកមិនដែលល្អចេះបើតែវានាំចូលមកវាមានតម្លៃថោកជាងផលិតផលក្នុងស្រុកមែនក៏ប៉ុន្តែរបស់ទាំងអស់ហ្នឹងយើងអត់ដឹងថានៅក្នុងហ្នឹងគេដាក់សារធាតុអីខ្លះព្រោះយើងអ្នកទាំងអស់គ្នាយើងជាអ្នកទិញយើងមិនមែនជាអ្នកស្រាវជ្រាវពីពួកអីការនាំចូលមួយចំនួនអាចនឹងរួចផុតពីការឆែកឆេរត្រួតពិនិត្យអីចឹងទៅយើងមើលអត់ដឹងច្បាស់ទេអូខេតទៀត នៅពេលនេះស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជាបានផុសផុលមិនថាតែនៅទីក្រុងឬនៅជនបទការធ្វើពហិការឈប់ប្រើទំនិញចោលឈ្លានពាននៅពេលនេះធ្វើឲ្យសេដ្ឋកិច្ចខ្មែរស្ទុះឡើងគួរឲ្យមានមោទនភាពបំផុត អូខេខ្ញុំចង់និយាយមួយទៀតខ្ញុំទៅទិញទឹកដោះគោមានន័យថាខ្ញុំទៅទិញទឹកដោះគោជាច្រើនកន្លែងគឺរីសួរដែលជាផលិតផលរបស់ខ្មែរយើងអត់មានផលិតផលរបស់ខ្មែរគឺខ្ញុំអត់ទិញខ្ញុំសុខចិត្តអត់ទ្រាំ2អាទិត្យជាងតែមកតែខ្ញុំរកទឹកដោះគោគឺរីសួរនឹងបានប៉ុន្តែមានមួយកាលហ្នឹងនៅលើផ្លូវខ្ញុំអត់ចាំច្បាស់ហើយក៏ប៉ុន្តែផ្លូវហ្នឹងគឺយើងចេញពីកន្លែងបាបារាំងក្រោយវត្តលង្កាហ្នឹងយើងបុកមកធំមកមិនឡើងមកដល់ស៊ីសវត្តឡើងឯផ្លូវខាងក្នុងស៊ីសវត្តហ្នឹងអញ្ចឹងគឺមានម៉ាតមួយប៉ុន្តែនៅពេលហ្នឹងគឺមានបងស្រីម្នាក់ហើយជាមួយនឹងប្តីគាត់ទិញបានការីសួរប្រហែលជា5ដបហើយដល់ពេលហើយខ្ញុំក៏ចុះទៅសួរគាត់ថាបងអាការីសួរហ្នឹងគឺនៅមានស្តុកទៀតឲ្យគាត់ថាអត់មានទេអញ្ចឹងគាត់ចែកឲ្យខ្ញុំមួយខ្ញុំសប្បាយចិត្តមែនតើប៉ុន្តែខ្ញុំអត់យកទេខ្ញុំថាឥឡូវខ្ញុំជូនឲ្យបងឯងចុះអូខេហើយប្រាប់ពេលថាប្រហែលថ្ងៃក្រោយមកទៀតគឺខ្ញុំរកបានការីសួរ5ដបមានគេចែកពីខ្ញុំ2ដបទៀតអូខេហើយសូម្បីតែនេះអូខេសូម្បីតែខ្ញុំទៅក្រៅប្រទេសក៏ខ្ញុំវេចខ្ចប់ផលិតផលរបស់យើងមកដែរមានមីជាតិមួយហើយនឹងមីកាទៀវភ្នំពេញមួយទៀតប៉ុន្តែខ្ញុំហូបអស់ហើយតែសល់តែមួយចាំមិនថាយើងនាំគ្នាឈប់គាំទ្រផលិតផលរបស់សៀមយើងងាកមកគាំទ្រផលិតផលរបស់យើងវិញគេតោះទៀតម៉ាទិញនំអានេះឲ្យកូនមកហើយអានេះរបស់សៀមពីកូនហ្នឹងនេះម៉ាអាយ៉ាគេចុះតម្លៃគួរសមនេះពងតក្រផងទៅខ្ញុំនិយាយអញ្ចឹងរបស់ល្អមិនអាចថោកមើលបន្លែស្រស់សិនអីអាហ្នឹងយកមកពីសៀមណាបងបន្លែរបស់សៀមស្រស់ដល់ហើយមើលអីគេហ្នឹងអើយគ្នារកជាទូទៅនៅក្នុងម៉ាតភាគច្រើនគឺផលិតផលចម្រុះក៏ប៉ុន្តែផលិតផលភាគច្រើនគឺជាផលិតផលដែលនាំមកពីប្រទេសជិតខាងច្រើនជាងហើយប្រជាជនយើងគឺប្រោទៅលើគុណភាពនៃម៉ាកសញ្ញាឬក៏រសនិយមនៃម៉ាកសញ្ញាកាលណាខុសពីម៉ាកហ្នឹងគឺប្រជាជនយើងអត់ដែរទិញទេបើថាតើម៉ាកហ្នឹងហ្មងធ្លាប់ប្រើម៉ាកណាគឺម៉ាកហ្នឹងអញ្ចឹង
vì ai năng bả bạ có bả tái nhâm trong ở bóng phố cứ thui cá bẹ hi cá mình praរបស់សៀមទាំងអស់គ្នាឲ្យអ្នកដែលនាំចូលនាំគាត់ទៅនាំចូលទៅយើងឈប់ប្រើ របស់សៀមដូចឃើញមានអញ្ចឹងអូនអើយរបស់សៀមស្អែកនាំចូលមកឲ្យអូន នៅថនចំណុចនេះឡានច្រើនកំពុងតែនាំចូលមកទាំងមីយ៉ាម៉ាក៏គេបិទឡានសៀមទាំងយើងក៏បិទព្រំដែនជាមួយសៀមអញ្ចឹងអីវ៉ាន់កាលណាដឹកមកបានទៅនៅព្រំដែនកកស្ទះស្អុយចោលខូចខាតដែលណាអ្នកខាតសេដ្ឋកិច្ចយើងក៏ខាតដែរយើងមិនថាយើងអត់ខាតទេក៏ប៉ុន្តែបើនិយាយពីទំហំសេដ្ឋកិច្ចគេគឺគេខាតគេគាត់ជាខាតច្រើនជាងយើងហីមកយើងអ្នកមានលុយទិញសោះ យើងអ្នកមានលុយទិញតិចច្រឡំថាយើងជាអ្នកនាំចូលមែនទីថាអត់លុយខ្មែរយើងមានលុយនៅក្នុងការទិញតំណែងនាំចូល បងអីវ៉ាន់ថៃចូលស្តុកនៅបងមានអូនមានទៅមកពីម្សិលមិញនឹងអញអូនអូយមានបញ្ចុះតម្លៃពិសេសហើយមានរង្វាន់ទៀតណាអូនសូមអបអរលោកឧត្តមសេនីយ៍ពេលនេះនាងខ្ញុំទទួលដំណឹងថាប្រជាជនខ្មែរកំពុងតែបាក់ទឹកបាក់ដីមកប្រាប់ផលិតផលយើងវិញហើយចា ការព្យាករណ៍របស់លោកឧត្តមសេនីយ៍ពិតជាមិនខុសមែនលោកឧត្តមសេនីយ៍បាននិយាយថា6ខែទៅ1ឆ្នាំឥឡូវមិនទាន់មួយវិញដល់ផងគ្រាន់តែបញ្ហាព្រំដែនស្ងប់តែបន្តិចសោះមួយវិញទៀតសង្គ្រាមនៅតែនៅបន្តរាប់សតវត្សចឹងកាលណាព្រំដែនអត់ទាន់រស់រួចរាល់ចឹងយើងកុំឲ្យដូច2008 2011 13ក្រោយពេលបាញ់គ្នាហើយតែបើព្រំដែនហើយយើងនៅតែគ្រប់គ្រងប្រើប្រាស់ផលិតផលរបស់សៀមយើងត្រូវតែពហិការគុំនាំគ្នាគ្រប់គ្រងផលិតផលរបស់សៀមយើងធ្វើម៉េចលើកទឹកចិត្តនិងផ្ដល់ឱកាសដល់អាជីវករនៅក្នុងស្រុកដើម្បីផលិតទំនិញក្នុងស្រុកបានច្រើនជាជាក់ស្ដែងដូចប្រទេសឆ្អិនចិនទីផ្សារធំចិនគឺបើថាចិននាំទៅគេបានប៉ុន្តែបើគេនាំមកខ្លួនឯងវិញគឺតឹងរឹងរត់បិទតែម្ដងនេះគឺទីផ្សាររបស់ចិនគឺបែបហ្នឹងហើយកាលណាខ្លាយជាអ្នកផលិតនាំចេញកាត់បន្ថយការនាំចូលសេដ្ឋកិច្ចយើងនឹងកើនហើយបើយើងគិតតែពីនាំចូលខ្ជិលផលិតខ្ជិលអីអាហ្នឹងគឺយើងនៅតែប៉ុណ្្នឹងហើយគេនឹងនៅតែឌីលមើលងាយយើងអីចឹង ពួកគេក៏ត្រឡប់មកវិញនេះគឺជាដំណឹងដែលគួរឲ្យរីករាយណាស់ចាំមើលតែ20ឆ្នាំទៀតយើងនឹងសើចឲ្យយះមាត់តែម្ដង មើលទៅប្រហែលជាមិនដល់20ឆ្នាំទេដឹងលោកប្រធានព្រោះថាអាជីវករខ្មែរមួយចំនួនឃើញអូយខំប្រឹងល្បិចគ្រប់យ៉ាងដើម្បីបានទំនិញយើងយកទៅលក់ អូខេនៅត្រង់នេះក៏យ៉ាងដែរវាតែមានជនខិលខូចដែលមិនគិតពីផលប្រយោជន៍ជាតិគិតតែផលប្រយោជន៍ខ្លួនឯងធ្វើនិយាយរួមទៅគឺនរណាអន្តរាយនរណាវិនិច្ឆ័យអីក៏វិនិច្ឆ័យទៅសំខាន់ខ្លួនឯងចំណេញអាជីវករមួយចំនួនគឺអញ្ចឹង រឿងនេះគេមិនអាចបន្ទោសយើងបានទេពីព្រោះតែគេលឹងងងដោយខ្លួនឯង ចុះវាមិនអាចត្រួយទេអត្រាកម្មាមានបញ្ហាក្នុងការរៀនសូត្រនិងអត្រាអ្នកកាត់ជំងឺមហារីកខ្លាំងកើនឡើងខុសប្រក្រតីជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនវាដូចជាមិនសមហេតុផលទោះទៅសោះនេះមតនាអមយាយក្មួយឮសូរថាអត់ស្រួលខ្លួនទេ មិនដឹងទេបងអូនអើយមួយរយៈនេះវាភ្លេចភ្លាំងច្រើនណាស់រៀនក៏មិនសូវចាំដូចមុនគ្រូនៅសាលាក៏ល្អូនឹងវាដែរ ចុះអាការៈរបស់វឌ្ឍនាយ៉ាងម៉េចដែរបង វាដូចជាផ្លែកអូនផ្លឹកហៅ10ម៉ាត់អត់ចង់លឺទេណា ជន យើងដឹងថាស្រាប់ហើយកុមារគឺជាតំពេះសង្ស័យចុះបើកុមារពោពេញទៅដោយជំងឺពោពេញទៅដោយការភ្លេចភ្លាំងការមិនលូតលាស់ផ្នែកបញ្ញាស្មារតីតែយើងរំពឹងអីប្រទេសជាតិយើងនេះហើយគឺជាអាវុធមុខពីរដែលអត់វាជាអាវុធប៉ុន្តែគ្មានមុខ កញ្ចប់នេះបងឲ្យវឌ្ឍនាញ៉ាំពីងកាលដែរបង នេះកាយសាហាវជាងអាវុធបន្លៃលោក ឥឡូវឬក៏យូរហើយ ទេនំនេះបងដូចជាឲ្យអូនញ៉ាំយូរដែរហើយវាកើតអីមែនអូន អញ្ចឹងអាណាព្យាបាលមុននឹងទិញនំឬក៏ទិញរបស់របរមួយឲ្យកូនញ៉ាំគួរតែពិនិត្យមើលផងថាវាល្អឬមិនល្អសម្រាប់សុខភាពរបស់កូនរបស់យើងអត់ ខ្ញុំគិតថាលោកគ្រូពេទ្យវិចិត្រកំទិនអាស្លាន់ស្លោពេករឿងក្មួយលោកគ្រូឈឺជួនកាលវាគ្រាន់តែជាជំងឺកាត់ឡើងទៅតាមរដូវកាលតែប៉ុណ្ណោះ ខ្ញុំនៅតែជឿជាក់ថាបញ្ហាខុសប្រក្រតីខាងលើនេះគឺបណ្ដាលមកពីចំណីអាហារដែលយើងនាំចូលមកនឹងឯងរឿងនេះមិនមែនជារឿងតូចតាចទេលោកវិចិត្រជួនកាលវាអាចធ្វើឲ្យប៉ះពាល់ទំនាក់ទំនងការទូតជាថ្មីក៏ថាបានដែរណាខ្ញុំដឹងលោកប្រធានក៏ប៉ុន្តែនេះគឺជាអាយុជីវិតរបស់ប្រជាជននិងជាអនាគតរបស់កូនចៅយើងចំនួនក្រោយនេះលោកប្រធានឥឡូវចេះលោកទៅរកផុសតាំងឲ្យបានសិនមក កន្លែងនេះដែរពីច្រើនដូចខ្ញុំនិយាយពីមុនអញ្ចឹងគឺអីវ៉ាន់ខ្លះមានការត្រួតពិនិត្យត្រឹមត្រូវអីវ៉ាន់ខ្លះគឺកិច្ចមកឡើងធូរខ្សុយតែម្ដងពេលខ្លះគឺពិបាកគ្រប់គ្រងពិបាកត្រួតពិនិត្យអញ្ចឹងពីច្រើនអីវ៉ាន់ដែលមិនល្អគឺវាតែកិច្ច
ហើយបានទាំងអស់ហ្នឹងគឺបកកផលប៉ះពាល់មិនថាយើងទៅអត់តែប្រភេទចំណីអាហារមិនថាគ្រឿងកំប៉ុងគ្រឿងកញ្ចប់សុទ្ធតែមានសារធាតុគីមីទាំងអស់តិចដូចច្រើនទៅតាមហ្នឹងកាលណាយើងហូបយូរវាធ្វើប៉ះពាល់ដល់សុខភាពយើងបញ្ញាស្មារតីយើងដូចគ្នាអូខេតោះទៀត ទ្រពផលតាំងឲ្យបានសិនមកហើយចាំមកជួបខ្ញុំអូខេបាទលោកប្រធានបាទអរគុណលោកប្រធាន នេះបងប្អូនអានំទាំងអស់ហ្នឹងពីមុនណាខ្ញុំក៏ចូលចិត្តហូបដែរកាលពីនៅក្មេងនិយមទៅគឺអត់ដឹងអីហ្មងអត់តែឃើញអញ្ចឹងទៅសុំលុយម៉ែទៅទិញមួយកញ្ចប់200មួយកញ្ចប់300តែការចំនួនខ្ញុំហ្នឹងគឺនំអីហ្នឹងគឺកញ្ចប់100 200អត់ដល់លោដល់500ដល់ឡើង1000នេះ គ្មានឃើញអ្វីសោះលោកវិជ្ជបណ្ឌិតការធ្វើតេស្តរົບសពលើកដោយប្រើវិធីសាស្ត្រស្តង់ដារមិនបានបង្ហាញអ្វីខុសប្រក្រតីទេសំណាក់ទាំងអស់ស្អាតតាមបច្ចេកទេសប៉ុន្តែនាង Oh my god ចាំមិនន័យថាសារធាតុគីមីដែលដាក់នៅក្នុងចំណីអាហារហ្នឹងគឺវាខ្ពស់មែនតើហើយពិបាកនឹងងាយរកទៀតបានន័យថាឥទ្ធិពលវាគឺខ្ពស់ហើយពិបាកនៅក្នុងការធ្វើតេស្តស្វែងរកព្រោះគីមីដែលដាក់នៅក្នុងចំណីអាហារនីមួយៗទាំងអស់ហ្នឹងគឺយើងមិនអាចមើលទៅឃើញភ្នែកបានទេនិយាយទៅគឺត្រូវតែធ្វើការធ្វើតេស្តពិសោធន៍ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតនៅក្នុងសាច់វីដេអូនេះបើដូចជានៅក្នុងបើសិនជាបញ្ហាពិតវាដូចនៅក្នុងវីដេអូនេះ ខ្ញុំអស់លឹក អញ្ចឹងអនាគតសុខភាពរបស់យើងកូនចៅយើងជំនាន់ក្រោយទៅជាមិនទៅទាំងអស់ប្រចាំចែងទាំងអស់ ភាពហើយលោកគ្រូពេទ្យ អ្នកទាំងអស់គ្នាត្រូវស្ដាប់ខ្ញុំពួកគេខំប្រឹងលាក់យើងសម្បើមណាស់តែយើងមិនត្រូវចោទចាញ់ចដាច់ខាតយើងត្រូវតែប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីវិភាគរកមើលខ្មោចដែលគេខំប្រឹងលាក់ទុកទាំងនោះឥឡូវអ្នកទាំងអស់គ្នាមានតែការតស៊ូស៊ូទាំងអស់គ្នា ថាសារធាតុគីមីទាំងអស់ហ្នឹងភាគច្រើនមកទីពិសោធន៍ខ្លះនៅពេលដែលពិសោធន៍ម្ដងពីរដងអញ្ចឹងរត់ឃើញហីទំមតែយន្តទៅគឺប្រើការពិសោធន៍ល្អិតល្អន់មែនតើទៅប្រកឃើញហើយចំមកយើងទៅមនុស្សធម្មតាទៅមើលស្អីឃើញសារធាតុគីមីទាំងអស់ហ្នឹងចេះតែញហូបចេះតែប្រើប្រាស់ចឹងនេះក៏ជាសារមួយដាស់តឿនស្មារតីបងប្អូនយើងដែរការពាក់អីការមិនប្រើតំណែងសៀមតំណែងនាំចូលគឺពិតជាល្អមិនត្រឹមថាល្អសម្រាប់ប្រទេសជាតិទេយន្តទៅសុខភាពបញ្ញាស្មារតីរបស់យើងម្នាក់ៗហ្នឹងគឺក៏កាន់តែប្រសើរដែរ អ្នកទាំងអស់គ្នានេះហើយគឺជាអាវុធជីវសាស្ត្រដែលកំពុងតែសម្ងំលាក់ខ្លួនបំផ្លាញអាយុជីវិតរបស់ប្រជាជនយើងណា ព្រះអើយវាគួរខ្លាចណាស់ សារធាតុនេះមិនមាននៅក្នុងបញ្ជីសារធាតុគីមីសកលទេរចនាសម្ព័ន្ធម៉ូលេគុលរបស់វាត្រូវបានរចនាឡើងយ៉ាងប៉ិនប្រសប់ពួកយើង នឹងហើយស្រាប់ថាបើសិនជាគេចង់សម្លាប់យើងចង់កម្ចាត់យើងស្អីក៏គេអាចធ្វើបានដែរជាពិសេសការប្រើប្រាស់អាវុធគីមីនៅក្នុងចំណីអាហារសារធាតុគីមីទាំងអស់ហ្នឹងវាជាអាវុធមួយពីច្រើនគឺខាង WHO អីហ្នឹងពេលខ្លះសារធាតុមួយចំនួនគឺគេឲ្យប្រើហ្មងនៅក្នុងសារធាតុគីមីចំណីអាហារចុះបើសិនជាគេមានផែនការចង់សម្លាប់យើងហើយគេចង់កម្ចាត់យើងហើយគេនៅតែប្រើអញ្ចឹងនិយមទៅហើយអ្នកហងគ្រួអ្នកគេយើងខាតទាំងលុយហើយយើងជាអ្នកហងគ្រួទៀតហើយយកលុយទៅមើលជំងឺនៅស្រុកគេសួរថាអ្នកណាចំណេញអ្នកណាខាតឥឡូវបងប្អូន គ្នារៀបចំឯកសារដើម្បីបញ្ជូនទៅថ្នាក់លើ នេះមិនត្រឹមតែជាបញ្ហាសុខភាពសាធារណៈធម្មតាទេនេះគឺជាការប្រកាសសង្គ្រាមដោយគ្មានផ្សែង ត្រឹមត្រូវណាស់លោកប្រធានយើងមិនអាចបណ្តែតបណ្ដោយបានជាដាច់ខាត លោកគ្រូពេទ្យជាវិចិត្រសូមលោកធ្វើសន្និសីទកសែតមួយជាបន្ទាន់បាទលោកប្រធានបាទអរគុណលោកប្រធានបងប្អូនខ្មែរជាទីគោរពសត្រូវមិនដែលឈប់ចង់បានទឹកដីយើងទេពេលនេះសមរភូមិបានផ្លាស់ប្ដូរពីព្រំដែនមកដល់ចានបាយនៅក្នុងផ្ទះរបស់យើងម្នាក់ៗហើយពួកគេចង់ឲ្យកូនយើងល្ងងខ្លៅចង់ឲ្យយើងខ្សោយនិងស្លាប់មុនអាយុសូមបងប្អូនមេត្តាប្រុងប្រយ័ត្នកុំលោភលន់នឹងរបស់តម្លៃថោករហូតភ្លេចគិតពីសុខភាពនិងអនាគតកូនចៅសូមងាកមកគ្រប់គ្រងផលិតផលខ្មែរបន្លែត្រីសាច់ដែលដាំដុះដោយកសិករខ្មែរអាចមិនមានសម្បកវិកខ្ចប់ស្អាតតែវាមានសុវត្ថិភាពនិងពោពេញទៅដោយសេចក្តីស្រឡាញ់របស់ជនរួមជាតិយើង អូខេកន្លែងនេះខ្ញុំទទួលស្គាល់ដែរពាក្យច្រើនផលិតផលរបស់ខ្មែរយើងគឺអន់តែមួយយ៉ាងទេរសជាតិគឺឆ្ងាញ់ទទួលយកបានប៉ុន្តែអន់មួយយ៉ាងគឺការវេចខ្ចប់មើលទៅដូចអត់តំណងហ្មងណា
ចឹងអ្នកទិញនៅពេលដែលទិញនៅពេលដែលឃើញថាអូអាផលិតផលហ្នឹងមើលទៅដូចការ shop ដូចអត់ទំនងទេប៉ុន្តែខាងក្នុងឆ្ងាញ់ប្រើប្រាស់កើតប្រសិទ្ធភាព 100% តែអែមមែនទេប៉ុន្តែអត់មិនខ្ជិលយកភ្នែកមើលហើយបើថាផលិតផលដូចថាការ workshop វិញ perfect បើថាការ workshop គេគឺមកទៅតាក់ទាញភ្នែកមែនទេក៏ប៉ុន្តែសួរថាគុណភាពយល់ទៅគឺគុណភាពដូចសម្រាប់អញ្ចឹងហើយយើងគិតថាអូអានោះប្រហែលជាអានេះ brand របស់គេអញ្ចេះ brand របស់គេចុះផលិតផលគេការ workshop របស់គេល្អហើយតម្លៃគេក៏ថោកជាងយើងទៀតអញ្ចឹងយើងនេះយើងទៅនាំគ្នាប្រើប្រាស់របស់គេជំនួសរបស់យើងកន្លែងនេះខ្ញុំទទួលស្គាល់ថាអញ្ចឹងគឺផលិតផលនៅក្នុងស្រុកយើងនេះដែលផលិតករកំពុងតែធ្វើការផលិតហ្នឹងយើងអាចធ្វើការកែតម្រូវទៅលើអាការ workshop ទាំងអស់ហ្នឹងនិយមទៅផលិតផលរបស់ខ្មែរយើងគឺ perfect ចេះក៏ប៉ុន្តែយើងត្រូវតែកែច្នៃបន្ថែមទៀតយើងត្រូវតែកែលម្អវាបន្ថែមទៀតទៅលើការរចនា workshop ទៅលើសបកអីហ្នឹងមុនយើងនាំចេញលើកម្លាំងរបស់ជាតិគឺស្ថិតនៅលើសុខភាពនិងបញ្ញាញាណរបស់ប្រជាជនកុំឲ្យសត្រូវឈ្នះសង្គ្រាមដោយសារតែការធ្វើប្រហែសរបស់យើងនៅលើចានបាយឡើយហើយដឹងស្អីទេផ្សាយខ្ញុំញ៉ាំអាហារថៃមួយជីវិតឯងមិនឃើញមានកាត់អីផងគេអ្នកខ្លះនៅពេលដែលគាត់មានចេញមកណាដោយសារតែការធ្វើប្រហែសរបស់យើងនៅលើចានបាយឡើយមួយជីវិតឯងមិនឃើញគឺអត់យកចិត្តទុកដាក់ហ្មងអត់ខ្វល់អត់ខ្វាយនិយមទៅមិនខ្វល់ព្រោះគាត់មានទម្លាប់ការកាត់មួយគឺថាអញប្រើរបស់ហ្នឹងមកយកហើយអញដែរអីផងមិនដែរនឹងឃើញថាបើសិនជាវាត្រូវកាត់អីតាំងពីយូរបាត់គាត់តែនិយាយចឹងគឺទៅខ្ញុំក៏តែស្ដាប់ឮដូចគ្នាកាត់អីផងអើយអ្នកឯងទល់តែឃើញក្តាមមឈូសបានស្រក់ទឹកភ្នែកអ្នកអើយខ្ញុំទៅផ្សារទិញបានអីវ៉ាន់ថៃច្រើនណាស់ថ្ងៃនេះហ៎និយាយរួមទៅការទិញអីវ៉ាន់ថៃខ្ញុំដឹងថាបងប្អូនមួយចំនួនគឺនៅតែប្រើប្រាស់ចឹងហើយបងប្អូនមួយចំនួនទៀតតែតែខ្លាញ់ថាគេឈ្នះពៀនយកប៉ុណ្ណឹងហើយយើងនៅគ្រប់គ្រងផលិតផលរបស់គេទៀតចង់ទៅបើថាចង់ទៅវាយអ្នកដែលប្រើផលិតផលរបស់សៀមហ្នឹងណាប៉ុន្តែអាហ្នឹងវាជាសិទ្ធិរបស់បុគ្គលទេបងប្អូនគេចង់ប្រើទៅរបស់គេបើសិនជាគេមានមនសិការស្នេហាជាតិមែនគេនឹងលែងប្រើវាអីចឹងណាបងប្អូនគិតមើលខ្លួនឯងអូគេចូលស្តុកថ្មីឯនេះអើយនិយាយទៅយើងមិនដឹងជាមនសិការស្អីទេមកសង្គ្រាមគេចប់ទៅហើយដែរមែនហើយណាអើយតែយើងធ្វើល្អជាងគេក៏ល្អនឹងយើងវិញដែរហើយគិតយ៉ាងម៉េចគេថាគុំទុកចិត្តសត្រូវទោះបីសត្រូវនឹងប្រែមកជាល្អយ៉ាងម៉េចក៏ដោយសត្រូវនឹងគឺនៅតែសត្រូវរបស់យើងចឹងគុំគិតថាគេធ្វើល្អដាក់យើងតិចអីតិចយើងផ្លាស់ប្ដូរចិត្តភ្លាមនិយាយទៅការរស់នៅជាមួយគ្នាប្រកបដោយសុខភាពមង្គលសន្តិភាពនរណាក៏គេចង់បានដែរក៏ប៉ុន្តែសួរថាយើងចង់បានគេចង់បានអត់បើគេអត់ចង់បានផងហ្នឹងតែយើងរស់នៅសុខសន្តិភាពយ៉ាងម៉េចគាត់តែគេចូលមកធ្វើល្អមួយយើងតិចយើងបែរជាឆាប់ភ្លេចនៅអាគុណទោសដែលគេធ្លាប់ធ្វើមកលើយើងវាមិនខុសពីយើងទៅជួយសៀមវាយជាមួយនឹងភូមិឯងហើយបែរជានៅពេលដែលគេមានទុកគេរត់មកហៅយើងនៅពេលយើងជួយគេអត់ផុតទុកគេបែរជាបកក្បាលមកខំយើងអាហ្នឹងវាអញ្ចឹងបងប្អូនកុំភ្លេចចាប់ភ្លេចប្រជាជនខ្មែរយើងឥឡូវអត់គិតពីវិរៈកងទ័ពជួបមកដែលខំពលីជីវិតដើម្បីការពារជាតិមាតុភូមិសោះអើយអ្នកអើយចាប់ពីថ្ងៃពីសង្គ្រាមដំបូងថ្ងៃទី24កក្កដាហ្នឹងនិយាយហុំទៅគឺប្រហែលយប់ហ្នឹង4យប់ហ្នឹងគឺខ្ញុំអត់ដេកតាមដានរហូតនៅពេលដែលមានការបាត់បង់អាយុជីវិតកងទ័ពរបស់យើងវិរៈកងទ័ពរបស់យើងសួរថាយើងនេះយើងជាប្រជាជនដែលនៅក្នុងក្រុងនៅតាមទីតំបន់នេះដែលឆ្ងាយពីព្រំដែនសង្គ្រាមនេះសួរថាយើងឃើញនៅពេលដែលកងទ័ពយើងរងរបួសរងអីចឹងសួរថាយើងក្តុកក្តួលអត់សួរថាអារម្មណ៍យើងយ៉ាងម៉េចដែរហើយយើងទាំងអស់គ្នានៅតែបន្តគាំទ្របោះសៀមទៀតឬក៏យ៉ាងម៉េចខ្ញុំក៏ចង់សួរចឹងបានគេថាគេឌីលយើងវាមិនខុសមែនណាយើងនេះវាដូចភ្លើងចម្បាំងមែនហ្នឹងឆ្ងាញ់ណាស់របស់គេអើយថ្ងៃនេះដាច់មកអត់មានមកគ្រាប់សោះព្រោះតែម្នាក់គុំត្រូវតែរបស់ចៅមកអ្នកអើយទៅវិញទៅណារោងចក្រយើងបិទហើយមែនហើយតោះទៅវិញទៅទោះបីជាយើងនៅក៏រោងចក្រយើងមិនបានបើកវិញដែរ The number of infected people has increased significantly. ទិន្នន័យនៅឡើងខ្ពស់ដល់ដែរគិតយ៉ាងណាទេលោកគ្រូពេទ្វេបតនីកន្លែងនេះយើងមើលទៅឃើញដូចសម័យ COVID មែនក៏ប៉ុន្តែអ្នកខ្លះតតែទឹកហៀចូលដល់ច្រមុះបានដឹងថាអាគុណវិបាកហ្នឹងវាយ៉ាងម៉េចនៃសារធាតុគីមីដែលគេផ្ទុកនៅក្នុងចំណីអាហារទាំងអស់ហ្នឹងតែពួកសៀមនាំចូលមកទាំងអស់ហ្នឹងវាមានផលប៉ះពាល់ធ្ងន់ធ្ងរហ្នឹងនៅពេលដែលទឹកចូលដល់ច្រមុះបានគិតថាអូគេនិយាយទៅពិតមែននៅពេលដែលគេប្រាប់នៅពេលដែលគេនិយាយគឺអត់ស្ដាប់ការផ្សព្វផ្សាយរបស់ក្រសួងរបស់អីហ្នឹងតាក់ទងជាមួយនឹងបញ្ហាសុខភាពបញ្ហាមេរោគទាំងអស់ហ្នឹងពីច្រើនអត់សូវស្ដាប់ទេអើតាមគ្នាអញ្ចឹងណានៅតែគាំទ្រប្រើនៅក៏ប្រផិតវាអញ្ចឹងទៅ
ឃើញតែភាពនេះហើយគឺយើងឃើញសម័យ COVID ចឹងប៉ុន្តែនេះមិនសម័យ COVID ទេអានេះធ្វើប៉ុន្តែវាជាវីដេអូ AI មែនក៏ប៉ុន្តែវាល្អក្នុងការដាស់ស្មារតីជាតិជុំរបស់យើង លោកគ្រូពេទ្យហើយលោកគ្រូពេទ្យខ្ញុំប្រចាំលបងឯងមួយរយៈសិនសង្ឃឹមតែខ្ញុំមានលុយយកម្លោះវិញណា កាលណាសមាជិកគ្រួសារមានជំងឺដីស្រែចការថវិកាអីគឺអត់សោះទេបងប្អូននេះខ្ញុំទៅគឺត្រូវតែលក់ខ្ទេចលក់ខ្ទីនៅក្នុងការយកលុយទៅមើលជំងឺទាំងអស់ហ្នឹងកាលណាមានជំងឺហើយគឺពិបាករបស់ចៅធ្វើឲ្យចៅយើងស្លាប់តើវាដល់ចៅហ្នឹងស្លាប់ជាដំណឹងដ៏រីករាយនៅពេលនេះស្ថានភាពអ្នកជំងឺបានថយចុះគួរឲ្យកត់សម្គាល់ប្រជាជនខ្មែរ 100% បានងាកមកប្រើផលិតផលខ្មែរគ្រប់គ្នាពិតជាចម្លែកណាស់លោកដុកទ័រទើបតែអនិច្ចកម្មទៅកាលពីអាទិត្យមុនដោយជំងឺដាច់សរសៃឈាមខួរក្បាលហើយឥឡូវនេះលោកឧត្តមសេនីយ៍ក៏ឈឺម្នាក់ទៀតនៅកាលណាដែលគេធ្វើអីយើងអត់បានគឺមានតែឈឺចិត្តកងគេចិត្តស្លាប់ឯងហ្មងបើថាចង់ធ្វើបាបគេក៏ប៉ុន្តែធ្វើបាបអត់បានណាបងប្អូនអញ្ចឹងហើយខ្ញុំថាការចូលរួមពហិការរបស់បងប្អូនក្នុងការប្រើប្រាស់តំណែងដែលនាំចូលទាំងអស់ហ្នឹងគឺវាពិតជាមានសារៈសំខាន់ណាស់វាមិនត្រឹមតែមនសិការស្នេហាជាតិទេជាពិសេសគឺកុំឲ្យសត្រូវមើលងាយយើងថាមិនជាពិសេសកុំឲ្យសត្រូវមើលងាយថាយើងមិនទាន់មកប្រមាណទឹកផងយើងសត្រូវបាយត្រឡប់មកដូចដើម តែដឹងថាខាងកម្ពុជាបានដឹងល្បិចលោកឧត្តមសេនីយ៍ក៏ឈឺធ្ងន់ភ្លាមអើយពិតជាអាណិតលោកណាស់ មែនហើយគួរអាណិតលោកណាស់ ហើយខ្ញុំនិយាយបែបនេះមិនមែនជាការទៅរើសអើងពូជសាសន៍ទៅរើសអីបងប្អូនគឺយើងគ្រប់គ្រងយើងចិត្តនិយមក្នុងការគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងឲ្យកាន់តែមានសន្ទុះកើនឡើងកុំពឹងផ្អែកលើផលិតផលរបស់គេបងប្អូនអត់មានចំណេញអីដល់យើងទេខាតទាំងសេដ្ឋកិច្ចយើងទិញអីវ៉ាន់គេរាប់100,000 លានដុល្លារមួយឆ្នាំអញ្ចឹងយើងមិនដឹងស្មានថាផែនការត្រឡប់ចាក់អញ្ចឹងសោះហើយខំសង្ឃឹមថាប្រជាជនខ្មែរចូលនទាក់យើងទៅហើយតែឥឡូវចប់បាត់ការឈឺចាប់បានបង្រៀនយើងការវិនិច្ឆ័យបានដាស់យើងការភ្លេចភ្លាំងមួយគ្រាបានបដូរមកវិញនៃការឈឺចាប់មួយចំនួនការឈឺចាប់គឺជាអ្នកបរិញ្ញាយើងទាំងអស់គ្នាឲ្យស្គាល់អ្វីជាការឈឺចាប់ជាការគៀបសង្កត់ជាការមាក់ងាយអាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យកម្លាំងចិត្តយើងក្រោកឈរតស៊ូឡើងសត្រូវអាចបំផ្លាញសុខភាពយើងបានមួយចំនួនតែពួកគេមិនអាចបំផ្លាញស្មារតីយើងជារៀងរហូតបានទេយើងធ្លាប់ភ្លេចម្ដងរួចមកហើយតែលើកនេះយើងនឹងចងចាំមេរៀនដែលស្រោចដោយឈាមនិងទឹកភ្នែកទុកក្នុងខួរហើយថងចំណុចនេះដែរយើងក៏សំណូមពរយល់ទៅគឺពិតជាសំណូមពរយ៉ាងទូចមែនតើមុននឹងធ្វើការនាំចូលឲ្យវ៉ាន់ណាសូមបងប្អូនមន្ត្រីទាំងអស់ត្រួតពិនិត្យបានមកចត់ផងកាលណាត្រួតពិនិត្យបានមកចត់ហ្នឹងគឺពិបាកមែនតើគឺចិត្តតែរួចមកនៅចិនណាបងប្អូនអីវ៉ាន់នៅពេលដែលចូលមកដល់ច្រកចូលព្រំដែននីមួយគឺខាងកយចិនត្រួតពិនិត្យណាអត់មានឲ្យនេះណាវាអាចមានដែរមិនថាអត់មានទេក៏ប៉ុន្តែនៅចិននេះគឺគេគិតសុខភាពប្រជាជនចិនគឺខ្លាំងលើសប្រទេសណាទាំងអស់ចឹងគេមិនសុខចិត្តឲ្យអ្នកឯងនាំឲ្យបានមកពិបាកនាំឲ្យបានគេអស់លុយហើយហើយយើងមិននាំជំងឺឲ្យប្រជាជនគេដោយកំឡុងពេល COVID-19 ចឹងគឺចិនរឹតបន្តឹងការនាំចូលនឹងមែនតើខាតនៅលើដីសវណ្ណភូមិនេះកៅដឹងទេត្រីនេះមកពីកសិដ្ឋានរបស់ពូសុកនៅឯភូមិយើងហើយបន្លែនេះមកពីសួនរបស់មីងធីតាអង្គរនេះមកពីស្រែរបស់យើងផ្ទាល់ណាចៅខ្ញុំដឹងលោកតាអ្នកគ្រូនៅសាលាប្រាប់ថាអាហារនីមួយៗដែលយើងញ៉ាំគឺជាការបោះឆ្នោតឲ្យអនាគតប្រទេសជាតិយើងគ្រប់គ្រងផលិតផលរបស់យើងទាំងអស់គ្នាក៏ដូចជាជួយទៅដល់កសិកររបស់យើងដែរតែពួកគាត់ខិតខំតាក់ទងជាមួយនឹងបន្លែផ្កាពួកគាត់ខិតខំបដោះឬក៏ខិតខំដាំប៉ុន្តែនៅពេលដែលលក់មកវាបានថោកសួរថាចិត្តគាត់នេះគាត់ចង់ធ្វើទៀតអត់អញ្ចឹងថាក្នុងកំណត់គាត់គាត់អាចគាត់ថាអញមិនដាំផងក៏មានគេអ្នកនាំចូលដែរអញ្ចឹងប្រឹងដាំទៅអីបើលក់បានថោកដែរហ្នឹងអាហ្នឹងវាអញ្ចឹងហើយនិយាយត្រូវហើយកាលពីចំនួនតាមនុស្សជាច្រើនបានបោះឆ្នោតខុសពួកគេបានបោះឆ្នោតឲ្យរសជាតិឆ្ងាញ់មួយពេលនិងតម្លៃថោកមួយគ្រារហូតស្ទើរតែបាត់បង់អនាគតមួយចំនួនឃើញរបស់គេថោករបស់គេឆ្ងាញ់អត់ចង់ប្រើរបស់ខ្លួនឯងទេប៉ុន្តែទុកចិត្តឲ្យគេមកបំផ្លាញជីវិតខ្លួនឯងការឈឺចាប់នោះវាបានខ្លាចជាមេរៀនដែលត្រូវបង្រៀនកូនចៅតរៀងទៅនៅតាមសាលារៀនគ្រប់កម្រិតមុខវិជ្ជាសុវត្ថិភាពស្បៀងអាហារបានក្លាយជាមុខវិជ្ជាកាតព្វកិច្ចនៅថ្ងៃខួបមរណភាពរបស់លោកវិជ្ជបណ្ឌិតជាវិចិត្រគេប្រារព្ធទិវាជាតិនៃការដឹងគុណចានបាយខ្មែរ
ត្រង់ចំណុចនេះដែរត្រូវបើតែវីដេអូនេះជាវីដេអូ AI មែនក៏ប៉ុន្តែអត្ថន័យអប់រំគឺជាជ្រៅមែនទែននៅក្នុងមនសិការការគ្រប់គ្រងផលិតផលរបស់ជាតិកាលពីប្រហែលថ្ងៃមុនគឺខ្ញុំឃើញគេតាំងពីផលិតផលរបស់ខ្មែរចឹងដើម្បីកុំឲ្យគេថាកុំឲ្យគេថាយើងពឹងតែផលិតផលរបស់គេខ្លួនឯងមានផលិតផលរបស់ខ្មែរម្ដងនេះគឺយើងធ្វើឲ្យអ្នកដែលឈានពានយើងអ្នកដែលធ្លាប់តែមើលងាយយើងឲ្យគេបើកភ្នែកភ្លឺច្បាស់ថាអត់អ្នកឯងក៏យើងអាចរស់បានអត់ផលិតផលរបស់អ្នកឯងក៏មានផលិតផលរបស់យើងអត់ការនាំចូលរបស់អ្នកឯងក៏ខ្មែរយើងអត់ដៃគូស្រាប់ដែរ រឿងរ៉ាវនៃសង្គ្រាមត្រជាក់លើចានបាយមិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រនៅក្នុងសៀវភៅទេតែវាបានក្លាយជាផ្នែកមួយនៃឈាមជ័ររបស់ខ្មែរចំនួនថ្មីពួកគេយល់យ៉ាងច្បាស់ថាការការពារព្រំដែនពិតប្រាកដគឺចាប់ផ្ដើមពីចានបាយនៅក្នុងផ្ទះរបស់ពួកគេម្នាក់ៗ กับថ្មចំណាំកូនខ្មែរត្រូវចាំឈប់គុំត្រចោលរាប់រយឆ្នាំហើយគេមិនថយក្រោយលើកទ័ពចូលមកឲ្យយើងតិចទីវីរៈជនពលីប្រទេសជាតិវឹកវរពីដឹកហកគេថាយើងនេះទេអ្នកធ្វើភ្លៀងកូនសំដែងទួលអបសពផ្សាយបន្តឲ្យគេអាណិតតែបនមិនជួយដោយឲ្យសម្ពុតបង្ហាញការពិតបងប្អូនគិតមិនដែរវីដេអូនេះខ្ញុំគិតថាវាល្អមែនតើវាជាវីដេអូ AI មែនក៏ប៉ុន្តែអត្ថន័យអប់រំគឺ perfect បងប្អូនគាត់ថាអត្ថន័យវាយ៉ាងម៉េចបងប្អូនអាចធ្វើការ comment នៅខាងក្រោមបន្ថែមក៏បានដែរដើម្បីខ្ញុំបានដឹងផងពីទស្សនៈបងប្អូនមួយចំពោះវេទិកាវីដេអូសង្គ្រាមត្រជាក់លើចានបាយនេះនិយមទៅវីដេអូ AI នេះគឺ perfect មែនតើខ្ញុំឲ្យមេដៃម្ដងអូខេជួបជាមួយខ្ញុំវីដេអូប៉ុណ្ណេះហើយបើសិនជាមានវីដេអូថ្មីៗទៀតខ្ញុំធ្វើការ react បន្ថែមទៀតឲ្យបងប្អូនចែកជូនបងប្អូនទស្សនាអរគុណច្រើនបាយបាយជំរាបលា